Ba jadi so pok mang phone ba với chục nia saจะថ្មីទៀតហើយនៅក្នុង channel YouTube កំសាន្តអារម្មណ៍ថ្ងៃនេះបងវាយពុកម៉ែបងប្អូនមកលេងតាមភ្នំម្ដងពុកម៉ែបងប្អូនបាទនេះគឺជាវត្តលៀងត្រាចពុកម៉ែបងប្អូនតោះពុកម៉ែបងប្អូនទៅធ្វើដំណើរទៅអស់គ្នាបាទបាទអញ្ចឹងនេះខ្ញុំចេញដំណើរចេញពីបំណក់ទៅពុកម៉ែបងប្អូនបាទតាមផ្លូវបំណក់ច្រកលៀងយ៉ាងតែម្ដងអ្នកខេត្តពោធិ៍សាត់គាត់ជាស្គាល់ច្បាស់ហើយបាទផ្លូវទៅច្រកលៀងបាទចឹងយើងមកដល់ហើយពុកម៉ែបងប្អូនបាទគឺយើងមកដល់ផ្លូវចូលភ្នំលៀងត្រាច់តែម្ដងនេះពុកម៉ែបងប្អូនបាទហើយផ្លូវនេះគឺកស៊ូពុកម៉ែបងប្អូនណាបាទផ្លូវស្អាតតែម្ដងពុកម៉ែបងប្អូនបាទតោះយើងបត់ចូលតាមខ្លងទ្វារវត្តភ្នំលៀងត្រាច់នេះពុកម៉ែបងប្អូនពេលមកដល់ខ្លងទ្វារដឹងហើយថាខ្លងទ្វារនេះស្អាតប៉ុណ្ណាបាទគឺស្អាតតែម្ដងពុកម៉ែបងប្អូនណាបាទហើយផ្លូវឡើងទៅលើវត្តហ្នឹងក៏គេរៀបចំចាក់ប៊ីតុងហើយទៀតហើយពុកម៉ែបងប្អូនបាទគឺមានផ្លូវថ្មីបាទហើយផ្លូវត្រង់នេះគឺជាផ្លូវឡើងទៅកម្មចដាទេពុកម៉ែបងប្អូនបាទកម្មចដានេះមានយូរហើយពុកម៉ែបងប្អូនណាបាទប៉ុន្តែបច្ចុប្បន្ននេះគឺគេអត់សូវឡើងទេវាហត់បាទអញ្ចឹងអាចថាគេជិះម៉ូតូឡើងដល់លើតែម្ដងបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះពុកម៉ែបងប្អូនធ្វើដំណើរតាមផ្លូវមួយខ្ញុំបាទឡើងទៅលើតើចង់ដឹងថានៅលើមានអីប្លែកបាទអញ្ចឹងការធ្វើដំណើរនេះក៏មិនស្រួលដែរពុកម៉ែបងប្អូនអើយព្រោះផ្លូវឡើងភ្នំណាបាទផ្លូវវាស្រួលទេពុកម៉ែបងប្អូនប៉ុន្តែការឡើងភ្នំគឺយើងមិនអាចជិះលេខ4នេះបានទេបាទគឺយើងសាំងលេខ1 2ហើយពុកម៉ែបងប្អូនណាបាទគឺផ្លូវឡើងភ្នំបាទប៉ុន្តែវាមិនជាការលំបាកទេព្រោះសារផ្លូវធ្វើស្អាតបាទគ្រាន់តែយើងរៀងឡើងប្រើកម្លាំងរៀងខ្លាំងទៅអាចឡើងទៅបានហើយពុកម៉ែបងប្អូនបាទអញ្ចឹងរដូវនេះគឺរដូវខែប្រាំងពុកម៉ែបងប្អូនបាទអញ្ចឹងទេសភាពគឺមិនសូវជាស្រស់ស្អាតទេបាទដោយសាររដូវស្លឹកឈើរុះបាទអញ្ចឹងឃើញពុកម៉ែបងប្អូនដើមឈើមានច្រើនស្មៅអីក៏មានច្រើនដែរប៉ុន្តែវាអត់អាចជាខៀវល្ងិតដូចរដូវវស្សាទេពុកម៉ែបងប្អូនណាបាទគឺវាមានន័យថាវាចិត្តរងងាប់ដើមឈើខ្លះទៅក៏វាងាប់ដើមឈើខ្លះទៅក៏វារុះឆ្លឹកអស់ហើយពុកម៉ែបងប្អូនបាទអញ្ចឹងយើងធ្វើដំណើរទៅលើរហូតដែរពុកម៉ែបងប្អូនបាទនេះតាមរយៈម៉ូតូទេមួយខ្ញុំផ្ទាល់តែម្ដងនេះបាទហើយបើខែវស្សាវិញបាទសម្រស់តាមផ្លូវនេះគឺស្អាតពុកម៉ែបងប្អូនបាទតែខែនេះខែប្រាំងគឺឥឡូវខ្ញុំចេញវីដេអូខែប្រាំងសិនណាពុកម៉ែបងប្អូនបាទចាំពេលដល់ខែរសាខែរដូវដែលភ្លៀងធ្លាក់បាទទេសភាពតាមដងភ្នំគឺស្អាតហើយចាំខ្ញុំចេញវីដេអូឲ្យពុកម៉ែបងប្អូនបន្ថែមទៀតបងតើឥឡូវយើងចិត្តដល់លើកំពូលភ្នំហើយពុកម៉ែបងប្អូនបាទតើអ៊ុតមើលទាំងអស់គ្នាតើពេលដល់លើកំពូលភ្នំតើនឹងមានអ្វីបាទពងទៅធ្វើដំណើរហើយពុកម៉ែបងប្អូនណាបាទនេះពុកម៉ែបងប្អូនដល់ហើយលើកំពូលភ្នំហើយពុកម៉ែបងប្អូនបាទអញ្ចឹងបច្ចុប្បន្ននេះគេកំពុងតែកសាងទៅលើវិហារមួយពុកម៉ែបងប្អូនបាទហើយរចនាបថវិហារនេះគឺស្អាតតែម្ដងបាទគឺសំជាវិហារបុរាណខ្មែរយើងបាទឈិតម៉ូតណាពុកម៉ែបងប្អូនបាទនេះធ្វើតែឥឡូវនេះទេប៉ុន្តែគឺរចនាបថម៉ូតនេះគឺស្អាតតែម្ដងពុកម៉ែបងប្អូនបាទចង់និយាយថាទឹកដីនៅខេត្តពោធិ៍សាត់គឺឃើញម៉ូតវិហារនេះមួយគឺប្លែកខុសគេស្អាតតែម្ដងពុកម៉ែបងប្អូនបាទអ្វីដែលពិសេសនោះគឺនៅលើកំពូលភ្នំនេះពុកម៉ែបងប្អូនបាទអញ្ចឹងការធ្វើដំណើរយករបស់របរស៊ីម៉ងសាច់មួយចំនួនគឺរឿងពិបាកពុកម៉ែបងប្អូនបាទឡើងលើភ្នំព្រោះទោះយើងធ្វើដំណើរជាឡានក៏ដោយពេលដែលមានចំណោទខ្ពស់អញ្ចឹងក៏ពិបាកនឹងការធ្វើដំណើរពួកគាត់ដែរបាទអញ្ចឹងអ្វីទាំងអស់នេះយើងវិជាការស្រេចហើយព្រោះគេបានកសាងហើយពុកម៉ែបងប្អូនបាទតែយើងចង់ដឹងថារចនាបថនេះស្អាតមកប៉ុណ្ណាយើងកលែកមើលទាំងអស់គ្នាមួយខ្ញុំបាទវាពុកម៉ែបងប្អូនណាបាទគឺស្អាតតែម្ដងមានន័យថាក្បាច់រចនាបថមកគឺស្អាតសមជាវត្តតែម្ដងពុកម៉ែបងប្អូនបាទស្អាតណាស់ពុកម៉ែបងប្អូនបាទនេះគេពុកម៉ែបងប្អូននេះគេអត់តរៀបចំហើយពុកម៉ែបងប្អូនណាបាទគឺការធ្វើនេះគឺមិនទាន់ហើយ 100%ទេបាទប៉ុន្តែអ្វីដែលសំខាន់នោះគឺស្អាតពុកម៉ែបងប្អូនជាមើលពេលដែលគេបញ្ចុះសីមាដឹងតែមនុស្សកកកុញនឹងការមកលេងហើយពុកម៉ែបងប្អូនផ្លូវធ្វើស្អាតទៀតអត់ហុយទេផ្លូវស៊ូផ្លូវឡើងភ្នំមានទៀតផ្លូវបតុងទៀតបាទស្អាតណាស់តោះយើងក៏លេងមើលក្នុងវិហារពុកម៉ែបងប្អូនបាទគឺស្អាតតែម្ដងនេះពុកម៉ែបងប្អូនបាទគឺរូបព្រះរូបសំណាក់រូបអីនេះគឺស្រស់ស្អាតតែម្ដងបាទរចនាបថគឺស្អាតខ្លាំងតែម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនជាងនេះមិនមែនគូណាពុកម៉ែបងប្អូនបាទគឺ
ចាក់ស៊ីម៉ងហ្មងពុកម៉ែបងប្អូនចាក់បិទស៊ីម៉ងម៉ូតបដ ாய் បាទខ្ញុំឃើញវិហារគេតាមវត្តមួយចំនួនគេគូពុកម៉ែបងប្អូនបាទឥឡូវនេះបើឥឡូវគូពុកម៉ែបាទប៉ុន្តែអញ្ចឹងជំនឿនេះគឺអត់គូទេពុកម៉ែបងប្អូនបាទគឺគេចាក់ស៊ីម៉ងបាទចាក់ស៊ីម៉ងដូចរូបបិទអញ្ចឹងពុកម៉ែបងប្អូនចាក់បិទតែម្ដងបាទអញ្ចឹងមួយចំនួនខ្ញុំឃើញគេគូបាទប៉ុន្តែនៅក្នុងវត្តលៀងត្រាច់នេះគឺអត់គូទេគឺយើងចាក់ស៊ីម៉ងបាទដូចផុសឡើងអញ្ចឹងដូចរូបពិតតែម្ដងពុកម៉ែបងប្អូននេះបាទអញ្ចឹងយើងក៏លេចមើលខាងក្រៅបាទយើងឈរពីលើខាងក្រៅជុំវិញគឺភ្នំតែម្ដងពុកម៉ែបងប្អូននៅលើកំពូលភ្នំហ្មងតែវត្តនេះមានចែកដីមួយដែរទើបកសាងថ្មីណាពុកម៉ែបងប្អូននេះមុខវិហារពុកម៉ែបងប្អូនមុខវិហារបាទគឺស្អាតដែរពុកវិហារមានបាទជាអក្សរ3ពីមុខហ្នឹងតំណាងឲ្យមុខវិហារពុកម៉ែបងប្អូនបាទអាចគេដោតទង់ជាតិទង់សាសនាបន្ថែមលើហ្នឹងបាទប៉ុន្តែគេអត់ដោតទេដោយសារអត់តរៀបចំរួចរាល់បាទពុកម៉ែបងប្អូនបាទអ្វីពិសេសទៀតនេះមានក្អែកមួយនេះពណ៌ខ្មៅនេះអត់ហោះតាណាសោះពុកម៉ែបងប្អូនពេលខ្ញុំបាទថតគឺនៅតែចិត្តហ្នឹងហ្មងឥឡូវមើលខ្ញុំចង់ដឹងអានេះខ្ញុំឈរពីចងាយឯងឥឡូវខ្ញុំដើរទៅចិត្តក្អែកហ្នឹងចង់ដឹងតើវាហោះអត់ហោះទៀតពុកម៉ែបងប្អូនបាទដើរទៅឯនេះមើលឃើញបាទអត់ហោះវាអត់ទៅណាឆ្ងាយពីយើងវានៅស្រែកយំញែកតាមហ្នឹងបាទក្អែកខ្មៅក្រឹបហ្មងណាពុកម៉ែបងប្អូនហើយតាមសួរប្រជាអធិការនៅក្នុងវត្តគាត់ថាក្អែកនេះគឺពុទ្ធបរិស័ទយើងហ្នឹងគាត់ចាប់បានហើយគាត់មកបលែងនៅក្នុងវត្តហ្នឹងម្ដងហើយក្រៅពីប្រការបលែងហើយក្អែកហ្នឹងគឺអត់ទៅណាទេគឺនៅតែនឹងហ្មងបាទពុកម៉ែបងប្អូនអត់ខ្លាចមនុស្សហ្មងនិយាយទៅគឺខ្ញុំឈរចិត្តហ្មងនេះហើយអត់ខ្លាចចឹងនិយាយថាអត់ខ្លាចហ្មងហើយមិនថាអត់ហោះរួយពុកម៉ែបងប្អូនហោះរួយតែអត់ទៅណាហើយជាមាននិស្ស័យជួបនឹងក្អែកហ្នឹងឯងមើលទៅនៅវត្តនេះពុកម៉ែបងប្អូនឃើញបាទកម្រខ្ញុំកម្របានជួបសត្វដែលអត់ខ្លាចយើងអញ្ចឹងណានិយាយថាអត់ផ្អើមានថាអត់ផ្អើមនុស្សមកដល់គឺអត់ផ្អើសត្វដែលចេះហោះអញ្ចឹងមួយចំនួនក៏យើងទៅដល់ហោះរូបាទប៉ុន្តែក្អែកមួយនេះគឺអត់ហោះទៅណាទេបែបវាចង់នៅចិត្តយើងឃើញយើងខ្មៅដូចក្អែកដែរវាស្មើតែគ្នាវាហ្នឹងមើលទៅបាទគេពុកម៉ែបងប្អូននេះអត់តាណាទេគឺដើរហ្មងបាទឥឡូវយើងមើលពីខាងចំហៀងនៃវិហារវិញបាទគឺស្អាតតែម្ដងពុកម៉ែបងប្អូនបាទចំណាប់បននេះគឺស្អាតទេពុកម៉ែបងប្អូនបាទអញ្ចឹងចិត្តចុះសេវាឲ្យពុកម៉ែបងប្អូនត្រៀមទាំងអស់គ្នាណាបាទនៅថ្ងៃចុះសេវាវត្តគឺយើងមកលេងអស់គ្នាបាទតឥឡូវខ្ញុំក៏ធ្វើដំណើរចុះទៅវិញឲ្យពុកម៉ែបងប្អូនបាទហើយនេះធ្វើដំណើរចុះពុកម៉ែបងឃើញឯងចំណោតពុកម៉ែបងប្អូនបាទដល់ពេលយើងចុះទៅវិញហើយព្រោះមានតែវិហារមួយទេដែលខ្ញុំ review ឲ្យពុកម៉ែបងប្អូនមើលបាទហើយចាំមើលវីដេអូក្រោយមានអីប្លែកខ្ញុំនឹងធ្វើឲ្យពុកម៉ែបងប្អូនបន្ថែមទៀតបាទអញ្ចឹងយើងធ្វើដំណើរចុះទៅក្រោមវិញឲ្យពុកម៉ែបងប្អូនបាទហើយការចុះទៅក្រោមវាអត់ពិបាកទេគឺស្រួលទេពុកម៉ែបងប្អូនបាទគឺអត់វាប្រឹងម៉ូតូអីទេបាទយើងអមលេខទៅបាទនិយាយពុកម៉ែបងប្អូនចំណោតគឺចោតទៅពុកម៉ែបងប្អូនយើងថតអត់សូវឃើញចោតទេបើសិនជាយើងមកក្រៅផ្ទាល់វិញបានដឹងថាចំណោតនឹងចោតទៅប៉ុណ្ណាពុកម៉ែបងប្អូនហើយបាទគ្រាន់តែរដូវនេះវាអត់សូវសោះស្អាតដោយសាររដូវប្រាំងពុកម៉ែបងប្អូនណាបាទរដូវវស្សាស្អាតតែម្ដងបាទហើយវត្តនេះក៏សម្បូរពុកម៉ែបងប្អូនមកច្រើនបាទបច្ចុប្បន្ននេះបើពីមុនអត់សូវមានទេបាទបច្ចុប្បន្ននេះបុណ្យទានដូចជាផ្ទុំជុំចូលឆ្នាំអីគឺសម្បូរពុកម៉ែបងប្អូនបាទសម្បូរព្រោះសារវត្តនេះដាច់ស្រយាលពុកម៉ែបងប្អូននិយាយទៅឆ្ងាយដែរពីចុះពីស្រុកកកមកចូលជិត20គីឡូដែរហើយយើងមកដល់ឃុំឈើតុំនេះពីវត្តទៅដល់ឃុំឈើតុំហ្នឹងចូល10គីឡូជាង5-10គីឡូចឹងរៀងឆ្ងាយដែរអញ្ចឹងវត្តនេះគឺដាច់ស្រយាលហ្មងពុកម៉ែបងប្អូនណាបាទប៉ុន្តែមានការអភិវឌ្ឍកសាងច្រើនដែរពុកម៉ែបងប្អូនដល់បច្ចុប្បន្ននេះគឺមានការចូលរួមពីពុទ្ធបរិស័ទចិត្តឆ្ងាយបាទជាច្រើនមកធ្វើបុណ្យនៅទីនេះហើយក៏ឃើញមានការអភិវឌ្ឍច្រើនបាទប្រហែលឆ្នាំមុនដែលខ្ញុំមកដំបូងគឺអត់តមានផ្លូវបតុងមានពហិមានអីទេពហិមានហើយពហិចាស់ពីមុនបាទឥឡូវគឺស្វ័យចោលឲ្យពុកម៉ែបងប្អូនបាទធ្វើ